ជាមួយនឹង map អ្វី Broken Wall ចំ Broken Wall នេះ game សល់ chip ទៀត2 game បាទ game chip មិនជោគជ័យណាបាទ chip យិនសិនមិញបាញ់កចាប់មន់បាទហើយណាមួយឃើញគេ ban S ស្មីថាអូគេដល់ pick Angela តាមពិតចូលអន្ទាក់របស់ខូច Time Go ឬខូច Hansi បាទ big shout out ទៅកាន់វ៉ាឡាព្រោះត្រាស់នេះវ៉ាឡារងហើយបាទស្លទី3មិញ ban គេ ban នេះ ban តដែរនេះហ្នឹងហើយស្លទី3មើលសម្រាប់ CPU មែន CPU បានហើយបាន ban តដែរចឹងមិញ first pick គីមីមកលេងតដែរយិនសិន chip ចឹងខ្ញុំគិតថាគាត់ប្រហែល first pick land slot វិញអូគេមីមកទៀត Oh my JP Cat God Wow បាទក្រកហើយ land slot អេមិនដូចជាអីគេ Yeah មិញក៏មាន land slot Yes sir It is my mission to banish all darkness. This land is អូឡាពូហើយ land slot ឡាពូ soon be a burial តារាដល់ដែរហាក់ដូចជាមើលឡើងវិញហ្នឹងបាទឥឡូវនេះឲ្យមើល replay មួយចឹងអ្នកដែលនៅផ្ទះចុចខាទៅមុខខាទៅមុខទីអត់អីទេបាទឡូពួកខ្ញុំសិនបាទខ្ញុំគិតតាមដូរយិនស៊ីន chip ហ្នឹងហើយគាត់នឹងអត់បាញ់កចាប់មាត់ទៀតគាត់ដឹងតែគេនឹងមិនលេងអេចលានោះទេយីសឹងសិនក្រកតែក្រកក៏ game នេះពិបាកលេងខ្ញុំគិតថា pick CC ហើយបាទpick CC ហើយក៏ដូចជា pick experiment ឲ្យPhoenix ហើយបាទសោះយូរណាស់តា slot 4 5មិញហើយលោះក៏បានបាទលើចាំអត់មើលសិនជាមួយនឹង slot ទី3ទី4 slot ទី2 3របស់ខាង Pro Sport អូអយលេងអូមិន game មិនបាទតែយ៉ាងសាលី game មិនបាទ game មិនអាលី ban slot ទីប៉ុន្មានបងទី4ណាបាទទី3ដូចជាទី3អូបាទ CU ban slot ទី3ដល់ពេលនៅក្នុង game នេះដូចជាអត់ ban ទេបាទបាទអញ្ចឹង3របស់ខាង Pro Sport យើងក៏បានឃើញដែរជាមួយនឹង Kimmy Joy Elise បាទអញ្ចឹង3 slot ទី3បាទនៅសល់ទុំចង់យករោមកឲ្យហើយអត់បាទ Angela បដកបាន Luna បាទយក Luna មកវាយ Elise បាទកលៀនសាល់កលៀននេះក៏ដើរ ban ហើយបងស្អីបាច់អស់ហើយជុំLuna ផក OP ដូចជាហ្គេមទី1ណាបាទមកសាមិញលេងហ៎មកសាមិញ OP លេង Luna ទេខ្ញុំដូចអត់ចាំទេអូពេលលេងលុនបានម្ដងថ្ងៃទី1ហ្មងអូបាទម្ដងនឹងគាត់ថ្ងៃទី1អញ្ចឹងគាត់ធ្លាប់លេងហើយបាយកលៀនបាទអញ្ចឹងមានការ ban ទៅលើកាតូតបាទCU អត់ទាន់មានជាមួយនឹងរ៉ូមហើយអត់ទាន់មានជាមួយនឹង Golan បាទកលៀក្រកពីរហ្នឹងដល់ទៅហើយបងស៊ីដល់អត់បានលេងហើយតែគេអាចនឹង ban Franco របស់បងស៊ីដែរបងបាទអូ Broken Wall ទៀតម្ដងទៀតបាទ Magic is mine អត់បងស៊ីលេងទាំងអស់តែម្ដងបងFranco ក៏ដូចជាកលៀ Let's go ចាំមើលមកពួកបងបើសិនជាគេបានបើ Franco ខ្ញុំអត់ដឹងទេព្រោះវាជា high level control purify កាត់បានតែបើកលៀអាលីមាននិស័យយក purify ណាបងអាលី experiment នឹងដូចអានលត់ចឹងវាតែការ spell flick ដើម្បីយឹត ulti វាត្រូវល្អ Yes បាទចឹងបើសិនជាយក purify ulti វាច្រើនដាក់ខុសចឹងយើងត្រូវយក flick ចឹងបើយក flick គេយកកលៀយើងមិនយកមាន purify កាត់តគេបាទសបួសបាទ No ចាំមើលបាទមក slot ទៀតគួរតា ban ទៅលើ Golan អត់តមានដូចគ្នាគាត់មានឱកាសនៅក្នុងការ ban ban Ruby នៅតែ respect ទៅលើជាមួយនឹង Ruby របស់ Kuzen បាទប្រយ័ត្នខ្លាំងមែនទែនចេញពីខាង CU បាទអូ Felix ចាប់ដើមចេញចាច់ណាខូចស៊ីបខូចបាទប្រយ័ត្នអាលីខ្ញុំអត់ធំបាទអេងចលានៅសល់ប៉ុន្តែក្រុមទាំងពីរមានមិត្តហើយដូចគ្នាបាទចាំបើចង់យកអេងចលាទៅរ៉ូមអញ្ចឹងអាចស្ទើរជាមួយនឹងប៉ុន្តែ power បាទបើសិនជាខាង Pro ក៏ចង់បានជាមួយនឹង Angela អត់មាន hero បើក map ទេបាទព្រោះតែខ្ញុំនិយាយចាអាលីបើយកធ្វើ zoner ល្អបានតែមានអ្នកបើក map អាលីវាអ្នក cover តែបើសិនយកអាលីទៅបើក map ដូចខ្ញុំនិយាយចឹងវាមាននិស័យយក purify ទេវាត្រូវតែយក flick ដើម្បីយឹត ulti វាឲ្យចំអញ្ចឹង Romer បើកខ្សាច់ទៅសោះ high loss សម្រាប់ defense បាទហើយ Romer បើកខ្សាច់ក៏នៅសល់ Hilda Romer ដូចគ្នាបាទនៅសល់ Hilda ហើយ loss បាទអ្នកដាក់មែនខ្លួនឯងហ្មងបាទចឹងសល់ high loss វិញព្រោះតែសារក្រកវាមិន full tank ទេបាទក្រកវាមិន full tank ទេបាទតោះកលៀអញ្ជើញយកបាទមិនខ្ចីបែនបាទអញ្ជើញជាមួយនឹងកលៀរបស់ Boxy បាទកលៀរមកចេញ Golan មើលមកគាត់ pick យក Golan ហើយអត់នៅសល់ Granger ដែរ
និយាយទៅ slot ហ្នឹងប្រកបពីកលៀតែប្រកបពី Golan slot ចុងក្រោយហ្នឹងអាច Franco វិញ បាទតែបើអត់យក Granger គេអាចយក Granger ដែរនេះឥឡូវយកអត់ Granger បើអត់យកគេយក Your Bye. team is picking. Wow តែ just by flick ម៉ាទីដាបែនហើយនៅសល់ Romer នៅសល់ Kalia នៅសល់ Khalid High Loss បាទគាត់អត់ទាន់មាន front line នៅខាងមុខឲ្យធំមួយទេបាទបើសិនជាចង់បាន map រៀងធំយក Khalid បើសិនជាចង់ឲ្យតាន់នៅសល់ High Loss បាទបើសិនជាចង់លេងកលូទៅលេង Rome ដូច Team Valhalla ក៏បានបាទកលូប៉ុន្តែគ្រាន់តែកលូនៅក្នុង game មួយនេះអត់ដឹងថាលុកណាគេទេបាទ High Loss Golan game នេះ Moscow បាទ Moscow ក៏អាចតែមាននិស័យតាន់ជាមួយនឹងបាទ Irtel ហ្មងយកអត់លឿនហ្មងបាទវាមានធ្វើមិនឲ្យណាសេមួយឡាពូបាទដាក់មកបាទ Bruno ក៏បានតែទិញ Venator មកលេតហ្គេម Battery Kalia អូយកវាមុនបាត់ Team នោះ is មកស៊ីសា Franco សាខាចា Battery Kalia បាទអូត្រានេះមិនឃើញ Tiger មកទៀត Tiger ក៏ស្រួលសូបតាំងចយដែរហើយបើ Tiger ចាក់បានដឹងស្រាប់ហើយលុនក៏ស្រួលបាយ ក្រកបាទក្រកដែរ Rhino online. បាទក្រកណាមួយក្រកស្រួលបុកKalia ដែរបាទស្រួលបុកKalia ដែរចាំមើលនៅក្នុង game នេះលេង Mechanic បាទលេង Mechanic ក្រាក់នឹងយកមកចែគាត់បាក់បាត់ passive 5ដើម្បីវាយម្ដាយធំចោលអញ្ចឹងដល់ពេលដែលឃើញកលៀឡើងដល់លើមេឃគាត់វាយម្ដាយចោលទៅមាន immune ហើយអញ្ចឹងពេលកលៀធ្លាក់មកគាត់វត្តមកទី1ខ្ទង់ជាងទៅគឺគាត់អ្នកចាប់កលៀវិញមិនកលៀអ្នកចាប់គាត់ បាទ លេងដូច keyboard ព្រោះអាហ្នឹងបើធ្វើតន់យើងអ្នក counter គេទៅបើធ្វើតន់គេ knock up យើងហើយបោកយើងទៅ C មក បាទស្រួលបួសជាមួយនឹងកបុក C ព្រីបាទជាមួយនឹងការ៉ុក Romer ខណៈពេលខ្ញុំគិតថា hero ចាប់មកនោះទៅតែកលៀសល់ក៏មិនយកមុនឲ្យគេយកដូចគ្នា បាទចឹងបើយើងនិយាយពី spell ដូចជាជួប fight តែមួយទេទៅលើ Sing បាទទៅលើ Granger ណាមួយ Battery នេះអត់មាននិស័យលេងមួយ Purify ផងបាទគាត់ត្រូវការជាមួយនឹង Picker បាទតែហានិភ័យធំបើសិនជាលុនដូចមក Robin ទៅបាទ ចាដូចបាននិយាយ game នេះគឺ front liner គាត់យកអាលីអ្នកបើកមុខ បាទ បាទព្រោះដោយសារតែកលៀវាមិនមែនជា hero បើកមុខហើយកលៀវាចាំឃើញថា game វាហត់ទៅទេបាទហើយវាក៏អត់ full day នេះគ្នាអញ្ចឹង game នេះយកអាលីមកបើកមុខបើសិនទៅនិយាយអាលីមាននិស័យយក Purify ទេអញ្ចឹងគេដឹងថាបុកអាលីហាប់ជើងអាលីដល់នៅមកកន្លែង RPG ដឹងថា C យកមកតើ Felix នឹងមានការ build item អីដើម្បីទុក RPG មួយនេះសុំទៅ damage cast damage ពី OP នេះគ្នាបាទចាំមើលជាមួយនឹងការ build item របស់ Felix បាទចាំភ្លាមៗនៅ Midland យើងក៏បានឃើញដែរជាមួយនឹងការ fast clear ពី Romer ហើយនិង Midland ដូចគ្នាផងដែរបាទក៏ដូចជា game នេះគឺជា game ទី2រវាង CFU និង Pro Esports ផងដែរហើយយើង complete ជាមួយនឹង Infinite Note 50 series ជាមួយនឹង MPL Edition សម្រាប់ gamer គ្រប់គ្នាសាកថ្មល្បឿនលឿនរហូតដល់90វ៉ាត់ក៏ដូចជាសាកជាមួយនឹង Valorant ហើយ30វ៉ាត់ដូចគ្នាជាមួយនឹងការដំណើរការលឿនលឿនហើយក្រង់ AMOLED 144 Hz អូបាទបាទក៏ដូចជាជាមួយនឹងការលេង Mobile Legends ដល់រលូនតែម្ដងជាមួយនឹង RAM 24GB កាមេរ៉ាមែនសុំក្រោមនេះមើល record ដល់ហើយក្រោមបាទ Midland បាយគ្នាចិត្តដាច់ទៅពេលក្រោមវិញ record យកតែម្ដងបាទចឹងមិន detective ចេញ unique farm មួយលួចបានបៃតងមកគ្រាប់ចឹងទៅមើលមក turtle ទី1នេះបងបានមក level អត់ឬក៏មិនបងទេយើងមើលទាំងអស់គ្នាបាទ game នេះសម្រាប់ CU ត្រូវធ្វើមិនបុកឲ្យ OP គាត់មានបាទបើសិនជា game នេះ OP អត់មានទេពិបាកនៅក្នុងការបាញ់ទៅលើ Elite Force Sorry and Felix បាទព្រោះតែដោយឡាពូ Lancelot Granger អីចង់មកវាយជាមួយនឹង Felix បើសិនថារៀងតែចូលទៅ mid game ឬមួយក៏ late game អីរៀងពិបាកបន្តិចបាទ game នេះមកស៊ីមានរោមបាងកាយ fun fact មួយដែរបើគាត់ចេញរោមបាងកាយតន់គាត់នឹងចុចឲ្យគ្នាបើគាត់បាងកាយយ៉ាងទៅកលៀនមានថាគេចាប់អាល់ទីណាបាទស្រួលបួព្រោះ player នេះដៃមេកនេះខ្លាំងហ่ะបាទស្រួលបួបាទចាឥឡូវថក៏មានការ spawn មកមានការតេស្តយកតែម្ដងពី ESU ប៉ុន្តែយើងមើលជាមួយនឹង box CC ទៅដល់ដាក់បណ្ដៃប៉ាក៏ដូចមានការហកកាប់យកតែម្ដង immune skill ជាមួយនឹងការ review សាន់បាត់ទៅលើ ESU ប៉ុន្តែជាមួយនឹងថទី1មានការពលាមួយបណ្ដៃពីគាត់មានរបស់ OP កន្លែងនេះជាមួយនឹងការដកថយម្ដៃគៀនជាងយកតែម្ដងជាមួយនឹង Felix ឲ្យមានបញ្ហាដែរតែជាមួយនឹងការដាក់ cross block ទៅលើ Felix បាត់ហើយប៉ុន្តែយើងមើលជាមួយនឹង Warren មានបាត់ចេញទៅអត់មានតែបកៀនទេបាទអូហើយតែបកៀនកាន់តែជើងមួយគៀនទៅកាន់បាត់ដូចជាមួយនឹង team fight ដែលសមាជិករបស់ Pro Esports ហែបខ្លាំងមែនតើថាយក objective មិនទាន់ស្កប់ស្កល់ទេដេញវាយតទៀតមែន
មានអារម្មណ៍ថាគាត់រៀងជ្រៅពេកមិញ បាទ គាត់ជ្រៅពេកណាមួយខ្ញុំពងនិយាយថានៅក្នុងហ្គេមមួយហ្នឹងបើសិនថាយើងមើលទៅ hero ដែលlock ទៅលើ hero pet core damage គឺមានតែក្រុកទេតែក្រុកមិនស្រួលនៅក្នុងការ lock ទេទី1បើសិនថាយើងមើលអត់មាន hero ណាដែលថាប្រើដែលអូតូចុចទៅចាប់ stand ទៅលើចយណាបាទហ្គេមមួយនេះចយរបស់ Izu ក៏ស្រួលលេងដែរទី1ទី2ការសម្រាប់ចិត្តចេញពី box Z មាន3មានចយមានគីមីមាន battery បាទប៉ុន្តែបែរជាគាត់រៀង aggressive នៅ early ឲ្យទៅ fail អស់3 kill អញ្ចឹងវិញបាទខ្ញុំពងចាំអូនដូចគ្នាទាំងកាលីគាត់គឺសួរចាប់ lane slot បើ detective មែនទេបែរជាថតទី1គាត់ធំអត់បាន kill គាត់អត់ចិត្តនោះបាទ over position ដោយបាទអត់អីទេណាបញ្ហាបាទតែ early game មិញយើងមើលទៅចំ Sky Piercer សេបងស៊ីងមើលមិនច្រឡំទេចំ first item យកហ្មងមានតែ2នាក់ពាក់អញ្ចឹងបាទគឺជាមួយនឹងសូលចឹងអ្នកនេះកុំភ្លេចជាមួយនឹងកញ្ចប់របស់សេខាដែលជាកញ្ចប់មកពីអ្នកគ្នាលេងមកបានចឹងស្បែកបានតាមចិត្តយកតែម្ដងទទួលបានជាមួយនឹងពេជ្រក្នុងកញ្ចប់តែមួយកញ្ចប់នេះអ្នកគ្នាទទួលបាន235ពេជ្រក៏ដូចជាតម្លៃត្រឹមតែ$6តែប៉ុណ្ណោះអ្នកគ្នាអាចភ្ជាប់បានតាមរយៈ Cell Card App ឬក៏ចុចជាមួយនឹងផ្កាយ1686ផ្កាយលេខ2ត្រង់ជ្រៅបាទលេខយកសម័យ AO skin ក៏មាន skill ក៏មានឡោចកប់យកតែម្ដងបាទជាមួយនឹងថតទី2ក៏មានការស្ពនមកក្នុងរយៈពេល7វិនាទីទៀតក៏ដូចជាមានការដេញវាយទៅលើ D7 មុនគេយកតែម្ដងជាមួយនឹង Vadu ប៉ុន្តែអត់ទាន់ចាញ់ជាមួយនឹង Flicker ទេដោយសារតែអត់មានបាទកន្លែងនេះជាមួយនឹងការបោះទៅលើ Felix មុនគេយកតែម្ដង Felix ធ្វើការពេញជាមួយនឹង Passive ក៏ដូចជាមានការស្រូបឈាមយកមកវិញតាមម្ដងប៉ុន្តែលោឈាមខ្លាំងមែនតើជាមួយនឹង OP ធ្វើការព្រីលៀមមួយជាមួយនឹងការអត់តេងបាត់ហើយពីវត្តមានរបស់ Izu អាចនឹងចូលយកជាមួយនឹងថតបានដែរទេជាមួយនឹងការចាក់ស៊ីងយកតែម្ដង Retribution បាទទៅលើវត្តមានរបស់ Detective ដូចគ្នាផងដែរបាទ 2K goal lead បាទណាមួយហ្គេមនេះគាត់ក៏អស់ជាមួយនឹង skill ដែរបើយើងមើលទៅមិញសម្រាប់ខាង Pro Esports Ultimate របស់ D7 ក៏អស់ហើយណាមួយ Izu ក៏អស់ជាមួយនឹង Ultimate អញ្ចឹងគាត់ព្យាយាមអត់បង្កើត team fight ទេខ្លាចបើសិនជាចាញ់ team fight កន្លែងបាញ់មិញទៀតទៅ goal គឺស្កាន់តែសតទៀតហើយបាទសុខចិត្ត retreat ដូចមិញបើបានក៏ចំណេញបើអត់បានក៏អត់អីដែរបាទតែខ្ញុំគិតថាអូយកន្លែងមិញគាត់គួរបង្កើត team fight ព្រោះដោយសារតែគាត់ធ្វើ OP fail មកហើយ OP ច្រឡំមកឆែក map គេបោកឲ្យ OP fight ដល់អស់គេចាប់ឲ្យមែនតែ OP អស់ damage ដែលជា main early game នេះបាទអូមានអារម្មណ៍ថាអីយ៉ាងមានអារម្មណ៍ថា mindset player CPU ទៅពេលគេឈ្នះមួយ game មុនតទៅទី1គេធ្វើបានល្អជាងគេជឿជាក់ជាងគេលេងចេញមកគឺនៅតែជាគេប៉ុន្តែមានអារម្មណ៍ថា Pro Esports ដូចបាត់បង់ភាពក្លាហានតិចតួចណាបាទអរេណាមួយមិនគាត់អស់ជាមួយ Ultimate Body 7ណោះហើយចយមិនគាត់ចង់ព្យាយាមទៅផ្ដាច់ជាមួយ OP ប៉ុន្តែ timing ជាមួយនឹង Brilliant ទៀតបាទអញ្ចឹងអត់ហ៊ានបង្កើតនៅក្នុងការ team fight ណាមួយគាត់ត្រូវការរងចាំអីElise ចូលទៅដល់រៀង mid game ដែរបាទឥឡូវអ្វីដែលជាខ្វេះដែលខ្ញុំឆ្ងល់ហ្នឹងគឺតា Ali និង Bill អីពី Felix ដើម្បីទប់ chaos damage របស់ Lunat បាទព្រោះដូចតែបាននិយាយអញ្ចឹងគឺ Ali មាននិស័យ purify ទេអញ្ចឹងបើក្រោះបុកមួយ plate ហ្នឹងគឺជាប់ប៉ាន់តរហូតយកមកបាទហើយដល់ស្រាប់ Ali ផាច់ថ្មីបើគាត់ជាប់ knock up ជាប់អីអត់បានប្រើ skill គាត់អត់សូវមានការផ្លិចយកឡើងជិះមកវិញបាទអូទៅបានហើយជាមួយនឹង D7 អត់ទាន់បានដឹងអីទេជាមួយនឹងការបាញ់យកតែម្ដងប៉ុន្តែជាមួយនឹង Detective ចុះទៅដល់ Sing យកតែម្ដងជាមួយនឹងការដកថយពី Sorry Emily បានគូសែនធ្វើការបាញ់ជាមួយនឹង Detective បាទហើយវ៉ាវបាទអូយគូសែន recall នៅកន្លែងគេយកបាទចឹងហ្គេមនេះបាទ T1 Trend នៅខាងផ្លូវបន្តឡើងក៏មានការយកមកបណ្ដាពី Save Your Gaming ហ្គេមនេះដូចជាមិនសូវជាបាតុកិច្ចគ្នាខ្លះទេវាយតែមួយជាងតែម្ដងពីខាង Save You បាទចឹងហ្គេមនេះចាក់អាទីយកតែម្ដងពីវត្តមានរបស់ Detective ធ្វើការបោក Detective មុនគេដកម្ដងចាក់ជាមួយនឹង Sing ចូលមកវិញជាមួយនឹងតែងពី Izu ផ្ដាច់ជាមួយនឹងវត្តមានរបស់ Sing បាទហើយប្រសាទហ្គេមនេះ Sing យក Purify គ្មានអីរត់ទេទៅដល់វាយ OP បន្ថែមទៀតជាមួយនឹងការទម្លាក់ OPG ផងដែរពីគូសែនធ្វើការ knock ចាប់ up ជួយនឹង D7 ធ្វើការបោកភ្លេចតែយើងមកកាយជាមួយការលំផងដែរពី D7 ដាច់បាត់ហើយដោយសារតែវ៉ាឌូចិញ្ច្រាំបាទសិញខ្ញុំមិននៅមុខគេវិញបាទលេងចោលលេងឡើងនៅមុខគេបាទក្នុងម៉ៃឆាច់សៀបយកគេហៅសិញហៅផ្លោកបាទហៅផ្លោកគេបាយផ្លោកគេបាយបុកចូលគូសែន2ដងបាទមួយផ្លែតមានអារម្មណ៍ថាពួកគាត់អត់ទៅរៀងប្រយ័ត្នមួយនេះសោះគូសែនអត់មានស្បែកជើងណាបាទគាត់អត់តន់បៀលបាទ Next City បៀលអាហ្នឹងគេតែងចឹងហើយចាំតែងទៅជើងបាទតែឡាតែអញ្ចឹងលងអត់មានអារម្មណ៍ថាពួកគាត់អត់ទៅប្រយ័ត្នមួយក្រកបាទ Boxy បាទធ្វើការបើក RT យកទៅម្ដងពី Izu បាទបច្ចុប្បន្នអូខេឥឡូវបើយើងមើលទៅបន្ទុកគៀម7 4K goal lead បាទ3 total ក៏រៀងធ្ងន់ដែរប៉ុន្តែបើសិនជាមើលគាត់អាច hold game ហ្នឹងអាចទៅចូលទៅដល់ late game បានអត់ព្រោះថាគាត់ត្រូវការរងចាំជាមួយនឹង damage របស់ Beatrice ក៏ដូចជា damage របស់ Kimmy ដែរបាទណាមួយ Elise ក៏ត្រូវការជាមួយនឹង late game ដែរបាទអញ្ចឹងគាត់ព្យាយាមវាយនៅ early ប៉ុន្តែនៅតែអត់ជោគជ័យ
បាទណាមួយ D7 ឥឡូវគឺអត់តាមទេរាល់ពេលដែលមកក្រប់បុកហ្នឹងគឺដូចមិនដែរចេញពីខាង CU ក៏គេរៀងច្រើនដែរបាទដូចមិនចេញពី Lunoid ក៏ដូចជា Granger ក៏ចាប់ផ្ដើមមាន Detective 3-0 នៅក្នុងដៃបាទអញ្ចឹងអត់មានណាគេតាន់ជាមួយនឹងនេះទេមួយ Hero របស់ខាង CU ទេបាទគាត់ត្រូវការចាំជាមួយនឹងLED បាទឥឡូវបុកស៊ីអត់បុកនេះផងហ្នឹងបុកតែ D7 ហ្នឹងបាទឃើញ map បុកទៀតឡូវ បាទខនតើដូចអ៊ីស៊ូឃើញទេបាទឃើញហ្នឹងហើយបាទប្រែន មកហើយស្បែកជើង បាទ ចឹងចាំមើលមីនៀនមួយនេះអានធ្វើការទប់ជាមួយនឹង T2 បានដែរទេពីវត្តមានរបស់ Izu បាទ Izu ទប់បាន clear ឈូតតែ4តង់អាយ៉ាចាក់ឈូវិញជាមួយការសិងចោលឡើងកាពីតែ D7 ធ្វើការបោកយកតាមទៅលើវ៉ាឌូតែបោកវ៉ាឌូជាមួយការអត់មានតែបាត់ទេតែជាមួយ D7 គ្មានការបាត់បង់ប៉ុណ្ណាចោលទៅដល់ពីលេខចាប់ស្តាម4ហើយប៉ុន្តែនៅតែអត់មានដើម្បីក្នុងការបញ្ចេញពីគ្នាជាមួយនឹងការចូលមកបោកបែកឡើងធ្វើការតេងចាប់បានជាមួយនឹង2យកដំណោះពីអស់2ក៏ដូចជាសេងប៉ុណ្ណាពី Izu វ៉ាបាទច្បាស់ទៅច្បាស់មើលណាបាទសែវគាត់បែកknotមកផ្ទុះជាមួយនឹងកដាមុខរបស់ស៊ីងតែម្ដងប៉ុន្តែមានបុកហើយនៅតែជួយមិនបានទៀតបាទ Purify មានអារម្មណ៍ដូចរើមករើគម្រាមកលៀកុំឲ្យបោកបាទចយវាយឡើយបាទហ្នឹងហើយចឹងមិនថាចយហ្គេមហ្នឹងរៀងស្រួលដែរគាត់ចាំតាចូលរៀងក្រួយទៅអត់មានហេរ៉ូណាចាប់គាត់ចាំតាជាមួយនឹងក្រករបស់បុកស៊ីអស់ជាមួយនឹង Ultimate ចូលទៅវាយទាំងអស់បាទប៉ុន្តែហ្គេមឥឡូវកំពុងតែធ្វើការចាប់ផ្ដើមរៀងបាន swing goal មកវិញខ្លះដែរបាទព្រោះដោយសារមិញដាច់ជាមួយនឹង main damage របស់ខាង CU 2នាក់ដែរបាទពី OP ក៏ដូចជា Sing បាទតែ OP មិនមែនលងខ្លួនរៀងឆ្ងាយពេកបាទនោះវាយទៅវាយមកមិនអាចមានការបិទសូនគ្នាបានទេ9ត3គ្នាច្រានទ្រូងគ្នាតែต้องដល់មុខវាយទៅវាយមកឡែស្លតមកតហ្នឹងឡែស្លតបាទជាមួយនឹង Lord យកតែម្ដងជាមួយនឹងការ retrieve សិនមកទៅលើ Izu យកតែម្ដងបន្តយកជាមួយនឹងគាត់ទៅ Izu តែណាមិនបានទេគ្រាន់តែបែតជាមួយនឹងការ free lot ដៃវាយមនុស្សយកតែម្ដងជាមួយនឹង Felix អាចមានបញ្ហាដែរទេពីវ៉ាដូអត់មាន RT ដូចគ្នាដកថយបាត់បង់តែចាំងក៏មួយតែប៉ុណ្ណោះជុំមិញយើងវ៉ាមើល replay យើងបានមើល map real camera អត់ដឹងតែចាំងឥឡូវ detective គាត់ទៅអាត់ map ឡើងណាបាទនៅលើនិយាយទៅប្រហែលជាគេឃើញ map គេបុកយកហ្មងអញ្ចឹងឥឡូវការបាន load មួយនេះគឺជាឱកាសនៅក្នុងការដណ្ដើមយកនៅក្នុង game ទី2ចេញពីខាង Pro Esport ហើយចាំមើលព្រោះដោយសារមិញ Izu ក៏ខាង Pro Esport គឺការសម្រេចចិត្តបុកយកជាមួយនឹង load នេះគឺ all in យកតែម្ដងបាទការដាច់មិញបុកយកឲ្យដាច់ជាមួយនឹង Izu ក៏ប៉ិតមែនប៉ុន្តែបានជាមួយនឹង load នេះបានរៀង swing goal មកវិញដែរចាំមើលបាទអាយ៉ាធ្វើការ knock up យកតែម្ដងពី D7 តែបោកលើបុក CC អត់ដាច់ទេជាមួយបាទ D7 វាការបាត់បង់ក៏ដូចជា OP ទៅភ្នំដូចគ្នាពី Izu ធ្វើការដាច់ជាមួយនឹង OP ប៉ុន្តែជាមួយវត្តមានរបស់ Detective ធ្វើការចាក់បាត់ជាមួយនឹងប្រើស្គីដកថយទៅវិញអត់ទប់ឡតអត់ទប់អីណាចាប់បុកវាយយកឥឡូវចាប់ផ្ដើមមាន damage មកវិញបដាឯណាបាទសម្រាប់ Guzen លើក្រោយតាមអាចាប់ទៀតចឹងបុកស៊ីអាចនឹងទប់អត់ជាប់ដែរបាទបើហក់ជាពីវ៉ាដូប៉ុន្តែដាក់ skill stand មួយប្រែពីវត្តមានរបស់សាចាក់សេង1សេង2ជាមួយនឹងការដូរ stop អស់វិញប៉ុន្តែយើងមើលជាមួយនឹង Felix អាចមានបញ្ហាចាក់មួយទៀតបន្តឲ្យម្ដងទៀតពី detective ធ្វើការប្រាច់ជាមួយនឹងវត្តមានរបស់ Guzen ក៏ដូចជា shut down តែគៀវដូចគ្នាប្រែយើងមើល shut down បាទក៏ Izu បាទ shut down 5ខៀរបស់ detective បាត់ទៅហើយនោះបាទទោះបីជាមានការយកបាន goal lane តែគាត់អ្នកខានព្រោះដោយសារគាត់មាន5ខៀហើយឲ្យគេ shut down ដូចគ្នាពី detective បាទវ៉ាវយ៉ាតែគេមិនបាញ់ចូលសាច់អូតូតាស៊ីលុយអីគេហ្នឹងអូតូតាស៊ី1600 assistant អូគាត់លេង MPL ចង់ប្រហែល100 season ឯណាបាទពី D7 top 2បាទមិន top 2ទេណាអ្នក top 1ប្រហែលបុកស៊ីដល់ maybe បងបាទ Romer ជើងចាស់បាទពួកអស់ហើយមានណាគេជើងចាស់ដូចពួកគាត់ទៀតតែអូតែទីដូចជាបាត់មួយ season ដូចមិនទេបាទទីដូចមិនទេបាទព្រោះថាអាចនឹងបុកស៊ីហ្នឹងឯងបាទអញ្ចឹងហ្គេមនេះជាមួយនឹង T1 Trend នៅខាងផ្លូវ Mid Lane បន្ទំ Lane បាត់បង់បាត់ហើយ Top Lane ក៏អស់ដូចគ្នាពីខាង CMU Gaming បាទចាំមើល lot នេះគឺ Zen វាយបានអត់ប្រកបអត់មាន flick នោះទេប៉ុន្តែយើងមើលទៅ flick របស់សមាជិក CMU ក៏រកអាចនឹងពេញអត់តាន់ដូចគ្នាពី box ទេបើ flick គេខ្វល់ហើយរកគេ front line ស្រាប់មាន flick ក៏មិនខុសពីមាន flick ប្រហែលដូចគ្នាបាទវ៉ាដូក៏ flick ដែរតែ game នេះមានអារម្មណ៍ថា OP ដល់អត់អូបាទអត់ទី fail យកតែម្ដងពី box CC ប៉ុន្តែចង់បានជាមួយនឹង pop របស់ឬក៏យ៉ាងណាពី Izu ចូលទៅហើយ Izu ធ្វើការបាត់បង់យកតែម្ដងបានយកមួយ Wonder D7 ចូលទៅដល់ knock up បាត់មួយរត់ចាប់បោកអ្នកណាចេះចាប់បោកជាមួយនឹង Wonder Detective តែបោកទៅបែកជាមួយនឹងបោកខ្លួនឯងយកតែបោកជាមួយនឹងការលុប Sky ពិសារបស់ Sing បែកពោជួនការដាក់ជាមួយនឹង D7 យកមើលខាងមុខ Detective ធ្វើការលុបទៅបោកកាពះយកតែម្ដងពេញបែកជាមួយនឹងសាក៏ដូចជា Felix មិនឲ្យចូល team fight ទេចូលបាទ
ហ្គេមមិញអោកេហើយហ្នឹងក៏រកផុកស៊ីក៏អត់ជាមួយនឹង Ultimate បាទអូយអោកេអត់មានណាគេឡុកទេមិញ បាទ បាទ Lord Free តែលើ CPU Gaming បាទហើយ បាទមកកន្លែងដែលចូលវិញអំបាញ់មិញនេះបើខូចរបស់ Pro Esport ប្រហោងពោះប្រព័ន្ធគុំជុលហើយដោយការគិតគឺដាច់យកហ្មង បាទ បាទ មិញបាទគាត់ចូលទៅមុនគេយកមក បាទស្នាយរមែនដែនមកវាយបដូរជាមួយនឹងបើខៀវ បាទ វ៉ាវបើជាការសម្រាប់ចិត្តមួយធ្ងន់ដែរបានមើលក៏គាត់ថាស៊ីងមកវិញផុតតែអត់ផុតទេ បាទmistake រៀងច្រើនដែរបាទបើមិនបាច់មិញណាបើសិនជា side game បើសិនជាគាត់សុកចិត្តប្រឡែងឲ្យគេហ្មងក៏បានដែរ8ដល់10 second ultimate ក៏រក cool down អត់តាន់ទេបាទអញ្ចឹងនៅក្នុង game មួយហ្នឹងអត់មាន hero ណាមកបុកគាត់ទេបាទអញ្ចឹង team fight នៅកន្លែង load ហ្នឹងគឺគាត់អាចមានភាគរយយកហ្មងបាទតែការសម្រេចចិត្តចូលទៅអំបញ្ញមិញហ្នឹងដាច់ពី hero បាទខាតខ្លាំងមែនទែនបាត់បង់ជាមួយនឹង kill បាត់បង់ជាមួយនឹង load បាទមើលអាចនឹងធ្វើការទប់ជាប់អត់បាទ បាទចឹង Lord បាត់ដល់ធាក់ជាមួយនឹង Turret មួយជើងដាច់ Turret ទី2បាទនៅផ្លូវបន្ត plan គឺមានការបោះវងមកដែរពី Box CC ចូលទៅដល់ធាក់ជាមួយនឹង Turret T3 ទៅខាងផ្លូវអូយបោះពេលដល់ទៅពី Box CC ធ្វើការដាច់ជាមួយនឹងសាយយកទៅចុចជាមួយនឹង Winner ចាប់ពីគូសែប្រៃជាមួយនឹង Felix ហើយមានបញ្ហាដែរជាមួយនឹងការ Asu មកហើយតែងលោជាចាក់ប្រៃជាមួយនឹង Asu យកទៅដល់ជាមួយនឹងការបាត់ដល់ទៅលើទីស្វែងដែរទីស្វែងសប្តាហ៍ទៀតជាមួយនឹង Detective ធ្វើការយកដាក់ពីបាត់ត្រីពីដែរតែជាមួយនឹងការប្រៃទៅលើ Detective នៅសប្តាហ៍ចុងក្រោយជាមួយនឹងការប្រៃទៅដល់ពី Felix do it now Felix ចាប់បាពីដល់ពី Felix បាត់ triple kill វ៉ាវមកដល់មកចាប់ទេកាប់លេងយកដល់ពីវ៉ាដូមករឿងរបស់ជួយការវាយទេយកដល់វាយទេពីទាំងសងក្បាលទៅលើសេលយ៉ូហ្គេមចូលអូយ ស្ដាយ game បាទអូយអរសាទរទៅដល់ CU game មួយបា